នេះគឺជាមូលហេតុទាំង5ដែលគេនិយាយថានៅក្មេងតែចរិតចាស់ទុំឬក៏យើងអាចនិយាយបានថាក្មេងចាស់ទុំមូលហេតុទី1គឺ Gen Z ជាប្រភេទមនុស្សដែលចេះគិតវែងឆ្ងាយមានន័យថាពេលដែលគាត់គិតអីមួយគឺគាត់មិនមែនគិតថាមួយថ្ងៃនេះទេគាត់គិតដល់ថ្ងៃអនាគតហើយចំនួនដែលពួកគាត់គិតថាតើថ្ងៃអនាគតពួកគាត់នឹងខ្លាយទៅជាអ្វីឬក៏ពួកគាត់ចង់ធ្វើអ្វីដោយការដែលខ្ញុំនៅរៀនសាកលវិទ្យាល័យអញ្ចឹងខ្ញុំតែងតែសួរខ្លួនឯងថាពេលរៀនចប់ខ្ញុំចង់ធ្វើអីទី2គឺមិនចូលចិត្ត drama ឬក៏មិនចូលចិត្តធ្វើអីមួយដែលវាអត់ប្រយោជន៍ Gen Z ដែលមានចរិតចាស់ទុំគឺគាត់រើសយកភាពស្ងប់ស្ងាត់ហើយជាពិសេសគាត់គ្រប់គ្រងអារម្មណ៍បានល្អដោយមិនសូវបង្ហាញអារម្មណ៍របស់គាត់នៅក្នុងបណ្ដាញសង្គមនិយាយមកទៅគាត់សុខចិត្តរើសយកការដើរចេញប្រសើរជាងការមានចំនួនដោយសារតែវាមិនមានតម្លៃសម្រាប់ពេលវេលារបស់គាត់ឬក៏សម្រាប់អនាគតរបស់គាត់ទី3គឺយល់តម្លៃនៃលុយលឿនឬក៏ fast money មានថាចេះប្រើលុយមិនឲ្យលុយប្រើយើងវិញបន្ថែមលើទៀតពេលអ្នកផ្សេងកំពុងតែសប្បាយចៃលុយប៉ុន្តែពួកគាត់កំពុងតែសប្បាយនៅក្នុងការគិតធ្វើម៉េចដើម្បីរកលុយចូលខ្លួនឯងឬក៏ធ្វើម៉េចដើម្បីបង្កើតលុយបន្ថែមទៀត Gen Z ដែលខ្លាំងគឺជា Gen Z ដែលគាត់អាចនៅម្នាក់ឯងបានមិនខ្លាចភាពឯកាមិនខ្លាចភាពស្ងប់ស្ងាត់ជាពិសេសស្គាល់ខ្លួនឯងច្បាស់ចេះចំណាយពេលមួយខ្លួនឯងនៅពេលដែលគាត់ពេញចិត្តជាមួយនឹងការដែលនៅជាមួយខ្លួនឯងអញ្ចឹងគាត់អត់ងាយតាក់ទាញពីមិត្តភ័ក្តិណាមួយដែលជា fake friend ឬក៏មិត្តខ្លាញ់ចូលមកជីវិតរបស់គាត់ទេដោយសារតែគាត់នឹងធ្វើការ select មនុស្សណាដែលអាចចូលមកជីវិតរបស់គាត់បានទី5គឺយកការឈឺចាប់ធ្វើជាមេរៀន Gen Z ដែលខ្លាំងគឺជាមនុស្សដែលមិនត្រឹមតែឈឺទេប៉ុន្តែចេះរៀនពីបទពិសោធន៍បរាជ័យបន្ថែមទៀតបំលែងបញ្ហាជាមេរៀនរឹងមាំហើយលឿនជាងគេទៀតបរាជ័យ7ដងក៏អត់បញ្ហាស្អែកទៅធ្វើរឿងនឹងទៀតក្នុងចំណុចទាំង5នេះទាំងអស់នេះមានចំណុចមួយណាកុំភ្លេច comment ក្នុងវីដេអូនេះហើយបើចង់ឃើញ topic ផ្សេងទៀតអាច comment ក្នុងវីដេអូនេះដូចគ្នា Okay I thank you so much for watching and I will see you in the next video